បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមកចាំលើកបងប្អូនអ្នកគ្នាតាក់ទងនឹងពីរចំណុចតាក់ទងអ្នកដែលចាប់ឱកាសនិងអ្នកដែលចាប់មើលឱកាសមួយហ្នឹងបាទមួយអ្នកដែលចាប់ឱកាសគ្រាន់តែឱកាសមួយឬក៏ឱកាសក្នុងការធ្វើឲ្យមួយដែលចូលមកដល់ក្នុងដៃរបស់គាត់ណាគាត់នឹងវិភាគមើលហើយគាត់នឹងចាប់យកឱកាសនឹងភ្លាមតែម្ដងគាត់មើលនឹងគ្រប់ជ្រុងជ្រោយថាឱកាសមួយនឹងវាអត់មានជាបញ្ហាអីអត់មានជាបញ្ហាប្រឈមអត់មានហានិភ័យអីគាត់នឹងចាប់យកឱកាសមួយនឹងភ្លាមតែម្ដងតែបើសិនបើមនុស្សមកប្រភេទទៀតដែលជាមនុស្សប្រភេទដេកចាំមើលឱកាសពេលដែលឱកាសចូលមកក្នុងឱកាសដែលគាត់អាចចាប់យកឱកាសមួយហ្នឹងណាគាត់ពេលដែលចូលមកភ្លាមគឺគាត់ចាប់ផ្ដើមវិភាគពីបញ្ហាហានិភ័យបញ្ហាប្រឈមដែលធ្វើឲ្យចិត្តរបស់គាត់នោះគឺมันអាចសម្រេចចិត្តក្នុងការចាប់យកឱកាសមួយហ្នឹងបានទេអញ្ចឹងគាត់មានតែដេកចាំមើលឱកាសមួយហ្នឹងបាទដែលធ្វើឲ្យឱកាសមួយហ្នឹងធ្លាក់ទៅលើដៃរបស់អ្នកផ្សេងគេគិតវិភាគមើលថាអាចនឹងទទួលយកបានគឺគេនឹងសម្រេចចិត្តចាប់យកឱកាសមួយហ្នឹងទៅតែម្ដងប៉ុន្តែមកប្រភេទទៀតគឺដេកចាំមើលឱកាសតែម្ដងពេលដែលឃើញគេចាប់យកឱកាសមួយនឹងជោគជ័យបានចាប់ផ្ដើមចង់ចាប់យកឱកាសនឹងតាមក្រោយគេដែរជាមនុស្សប្រភេទហ្នឹងបាទបងប្អូនគ្នាហើយតើបងប្អូនអរគ្នាជាមនុស្សប្រភេទមួយណាដែរបាទចូល comment ហើយជួយ like share វីដេអូមួយនេះអរគុណ